សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ page IBRS ហើយនិង YouTube channel IBRS សូមចុច subscribe ដើម្បីតាមដាននៅរាល់វីដេអូថ្មីៗដែលខ្ញុំធ្វើការ update នៅលើ YouTube channel ហើយថ្ងៃនេះខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការ install ឬក៏ដំឡើងនៅ iOS 11ដែល Apple ទើបតែធ្វើការ update ថ្មីនេះនៅកាលពីម្សិលមិញដោយយើងមិនចាំបាច់ត្រូវការ account Apple ក៏ computer ឡើយដោយវាអាចប្រើប្រាស់បានចាប់ពី iPhone 5S ដល់7ហើយ iPod third generation ហើយនិង iPad ចាប់ពី iPad 3ឡើងទៅអញ្ចឹងខ្ញុំធ្វើការបង្ហាញដល់អ្នកគ្នាអំពីរបៀបក្នុងការដំឡើងអូខេឥឡូវយើងតាមដានទាំងអស់គ្នា Let's go ជាដំបូងយើងចូលទៅកាន់ Safari ហើយយើងទៅកាន់ New Tab នេះគឺ New Tab ហើយខ្ញុំនឹង pass link មួយចូលទៅកាន់ Search Field ហើយខ្ញុំចុច pass ហើយខ្ញុំចុច go ហើយ link ខ្ញុំនឹងដាក់នៅក្នុង YouTube channel អ្នកនរគ្នាអាចចុចនៅពាក្យ description ចុចលើ tab នោះមកហើយមើលខាងក្រោមនោះមកអ្នកនរគ្នានឹងឃើញ link ដែលខ្ញុំដាក់អ្នកនរគ្នាអាចចុចលើវាមកហើយអ្នកនរគ្នាត្រូវតែបើកនៅក្នុង Safari នេះហើយគឺជា interface របស់វាមានដូចជាអ្នកនរគ្នាអាចចូលទៅកាន់ follow ពួកគាត់នៅក្នុង Twitter អូខេឥឡូវ iOS 11ខ្ញុំចុចទៅលើ iOS 11នេះមកបន្ទាប់មួយទៀតវានឹង pop up install ខ្ញុំចុចពី install ហើយខ្ញុំចុច passcode របស់ខ្ញុំទៅអូខេឥឡូវវាចូលទៅកាន់ install ឥឡូវខ្ញុំចុចពី install ហើយ install ទៀតមកហើយបន្ទាប់ទៀតវានឹងទាមទារឲ្យយើង restart នៅម៉ាស៊ីនរបស់យើង iPhone ឬក៏ iPad iPod third generation ឬចំនួនទី6ឥឡូវខ្ញុំចុចលើពាក្យ restart នឹងមកហើយសូមរងចាំអូខេឥឡូវវាបានដំណើរការហើយអូខេឥឡូវខ្ញុំដាក់ passcode របស់ខ្ញុំអូខេឥឡូវយើងចូលទៅកាន់ setting ហ្នឹងហើយយើងទៅចូលទៅកាន់ general ហើយយើង check នៅលើ software update check មកសូមរងចាំបន្តិចសិនអូខេឥឡូវខ្ញុំបានចូលនៅលើ iOS 11ឬក៏ខ្មែរយើងហៅ iOS 11ចុចអូខេមកអូខេឥឡូវខ្ញុំនឹងចុចលើពាក្យហ្នឹងហើយ download and install ទាញយកហើយនឹងដំឡើងចុចលើវាមកហើយបន្ទាប់មកទៀតបើសិនជាលោកអ្នកអត់មាន password ទេអត់បញ្ហាទេវានឹង direct download ប៉ុន្តែខ្ញុំបានដាក់ passcode នៅលើ iPhone របស់ខ្ញុំហើយសូមរងចាំឥឡូវវាបាន download ហើយ update requested ហ្នឹងហើយសូមរងចាំសិនទៅបន្ទាប់មកទៀតវានឹងបង្ហាញយើងពី process របស់វាឥឡូវវាធ្វើការ download file អូខេឥឡូវសូមរងចាំទាំងអស់គ្នាវាចាប់ដើម download ហើយសូមរងចាំ iOS 11 developer beta មានន័យថាវានៅមិនទាន់ចេញជាផ្លូវការទេប៉ុន្តែយើងអាចសាកល្បងបានហ្នឹងហើយអូខេអ្នកនរគ្នាឥឡូវខ្ញុំធ្វើការ update រួចរាល់ហើយដែលវាបង្ហាញខ្ញុំថា updates completed your iPhone was updated successfully there are just a few more steps to follow and then you are done អញ្ចឹងមកទៀតយើងគ្រាន់តែចុចលើពាក្យ continue ហ្នឹងហើយវានឹងបង្ហាញយើងនៅ Apple IDs ហើយខ្ញុំធ្វើការ skip វាចោលសិន skip this step ចុចលើវាមកហើយ skip វាទៅឥឡូវវាធ្វើការ update iCloud setting សូមរងចាំបន្តិចសិនទៅមកទៀតខ្ញុំធ្វើការ disable location service ឬក៏អ្នកនរគ្នាអាច enable វាបានដោយខ្ញុំមិនចាំបាច់តែការទេចុចខាងក្រោមនេះមកអូខេទៅមកទៀតអ្នកនរគ្នាវានឹងឲ្យយើង set up series អញ្ចឹងខ្ញុំមិនត្រូវការទេខ្ញុំចុច set up later setting ចុចលើវាមកហើយចុច continue ទៀតហ្នឹងហើយចុច done share ចុចលើពាក្យ get start ហ្នឹងហើយអូខេឥឡូវខ្ញុំបានវាហើយនេះគឺជា iOS 11 iOS 11អ្វីដែលខ្ញុំពេញចិត្តនៅលើ iOS 11ហ្នឹងដោយវាមានការ update នៅអ្នកនរគ្នាអាច enable ឬក៏មិនចាំបាច់ទៅចូល setting ដើម្បីបើកនៅ 3G ឡើយអ្នកនរគ្នាក៏អាចអូសវាមកខាងលើមកហ្នឹងហើយអ្នកនរគ្នាអាចបើក 3G បានដោយគ្រាន់តែចុចនៅលើ icon មួយហ្នឹងអ្នកគ្នាអាច enable 3G បានហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺថានេះគឺវាមានការ update នៅលើ feature ជាច្រើននៅក្នុង
iOS 11 អូខេតាំងពី icon ក៏មានការផ្លាស់ប្ដូរផងដែរហើយយើងចូលទៅ App Store មកតែមានអ្វីប្លែកដែរអត់ App Store ក៏មានការផ្លាស់ប្ដូរហ្នឹងហើយវាមានលក្ខណៈប្លែកជាងមុនដល់ខ្ញុំមានការវង្វេងខ្លះដែរនៅការអាប់ដេតថ្មីហ្នឹងអត់ទាន់បានប្រើទេនេះគឺជាលើកទី1ក្នុងការប្រើរបស់ខ្ញុំហើយនៅក្នុង iOS 11ហ្នឹង MP3 ឬក៏ Music ហ្នឹងក៏មានការផ្លាស់ប្ដូរផងដែរប៉ុន្តែការបង្ហាញរបស់ខ្ញុំសម្រាប់ការដំឡើង iOS 11មានតែប៉ុណ្ណឹងសូមអរគុណហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយហ្នឹងសូមជួយចុច like page និង subscribe my channel អូខេសូមជួយ subscribe នៅ channel YouTube របស់ខ្ញុំដើម្បីតាមដាននៅវីដេអូថ្មីៗហើយអូខេអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត